នេះគឺជាវីដេអូមួយពីការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព iMO Titan Pro ជំហានដំបូងយើងចូលទៅកាន់ App Store ឬមួយក៏ Play Store ដើម្បីធ្វើការ download ជាមួយនឹងកម្មវិធី iMO អញ្ចឹងយើង search ពី iMO មករួចធ្វើការ download ជាមួយនឹងកម្មវិធីហ្នឹងបន្ទាប់ពី download រួចរាល់ហើយយើងធ្វើការបង្កើត account មួយសិនអញ្ចឹងចុចកន្លែង sign up មកនិងចុច select region រួចរើសប្រទេសកម្ពុជារួចចុចសញ្ញាព្រួញចំពោះខាងលើយើងវាជាមួយលេខទូរស័ព្ទដៃរបស់យើងចំពោះ password ត្រូវមានចាប់ពី8ខ្ទង់ឡើងទៅរួមជាមួយនឹងអក្សរធំនិងអក្សរតូចបូកជាមួយនឹង symbol ផងដែរអញ្ចឹងសញ្ញា symbol មានដូចជានៅលើ screen ហើយខាងក្រោមនេះយើង verify ជាមួយ password យើងម្ដងទៀតតែប៉ុណ្ណឹងយើងបង្កើតបានជោគជ័យហើយដើម្បីបង្កើត account ជាមួយនឹង email យើងចុចសញ្ញាសមុទ្រនៅខាងក្រោមនេះមករួចវា email របស់យើងចូលនៅខាងលើចំពោះ password យើងបង្កើតដូចមិញហ្នឹងដែរបន្ទាប់មក verify ជាមួយ password យើងម្ដងទៀតរួច click នៅខាងក្រោមមួយនិងចុចសញ្ញាព្រួយរួច verify ម្ដងទៀតរួចវានឹងផ្ញើកូដទៅកាន់ email របស់យើងហើយអញ្ចឹងយើង copy កូដមួយខ្សែហ្នឹងទៅរួចទៅផាសនៅក្នុង app iMO រួចចុចសញ្ញាព្រួយបន្ទាប់មកចុច not now រួចចុច standard និងចុច next ចុច standard ម្ដងទៀតនិងចុច done រួចចុច letter តែប៉ុណ្ណឹងគឺជាបង្កើត account iMO បានជោគជ័យហើយដើម្បីធ្វើការដាក់ SD card ចូលយើងត្រូវរុនឡានចុះក្រោមសិនបន្ទាប់មកយើងមកខ្ចៅដល់សន្ទះវាចេញរួចយើងសូក SD card ចូលទៅនៅពេលសូក SD card ចូលហើយយើងចង្កត់ចូលក្នុងជាការស្រេចកន្លែងទៅមើលកាមេរ៉ារបស់យើងវិញគឺមាន2ខ្សែខ្សែទី1នេះជាខ្សែ power ហើយខ្សែធំមួយនេះជាខ្សែ LAN port internet អញ្ចឹងយើងដើរភ្លើងវាសិនទៅបន្ទាប់មករងចាំវារហូតដល់វាលោតភ្លើងពណ៌បៃតងជំហានបន្ទាប់យើងទៅ scan ជាមួយនឹង QR code របស់កាមេរ៉ាហើយដើម្បី connect ជាមួយនឹងកាមេរ៉ាយើងបើក Bluetooth ទូរស័ព្ទដៃរបស់យើងសិនអញ្ចឹងយើងចូលទៅកាន់ app iMO មករួចចុចសញ្ញាបូកនិងចុច scan QR code រួចចុច OK រួចយកទូរស័ព្ទដៃរបស់យើងទៅ scan ជាមួយនឹង QR code របស់កាមេរ៉ារួចចុច next មកនិងចុចគ្រីសចុច next ម្ដងទៀតនិងចុច OK កន្លែងនេះបំពេញជាមួយ password Wi-Fi របស់យើងចូលចំពោះ Wi-Fi យើងអាចប្រើបានទាំង 5G និង 2.4G ប៉ុន្តែបើកាមេរ៉ារបស់យើងនៅឆ្ងាយពី router Wi-Fi យើង recommend ឲ្យប្រើជាមួយ Wi-Fi 2.4G បន្ទាប់ពីវាយ password ហើយយើងចុច next មករួចធ្វើការរងចាំវាបន្តិចសិននៅពេលដែលវា loading ពេញហើយគឺយើងអាចប្រើប្រាស់បានហើយបន្ទាប់មកចុច done រួចចុច skip និងចុច give up រួចចុច later តែប៉ុណ្្នឹងគឺយើងអាចមើលកាមេរ៉ារបស់យើងបានហើយអញ្ចឹងចំពោះរូបកាមេរ៉ាមួយនេះគឺវាធ្វើការ screenshot ចេញពីកាមេរ៉ារបស់យើងចំពោះកាមេរ៉ាមួយនេះវិញគឺវាធ្វើការ record video ហើយរូបនិងវីដេអូទាំងអស់ហ្នឹងគឺវាធ្វើការ save ទុកក្នុង gallery ទូរស័ព្ទដៃរបស់យើងចំពោះរូប macro គឺសម្រាប់ធ្វើការឆ្លើយឆ្លងពីទូរស័ព្ទដៃទៅកាមេរ៉ាចំពោះសញ្ញាព្រួយមួយនេះវិញគឺយើងសម្រាប់បញ្ជាកាមេរ៉ា360 degreeចំពោះរូបសញ្ញាផ្នែកមួយនេះវិញគឺជា privacy mode នៅពេលយើងបើកមុខងារមួយនេះគឺវាធ្វើការបិទ LAN ដើម្បីរក្សា action ភាពរបស់យើងចំពោះរូបកណ្ដឹងមួយនេះវិញគឺជា siren នៅពេលដែលយើងបើកទៅគឺកាមេរ៉ានឹងធ្វើការបញ្ចេញសំឡេង siren បើរូបអំពូលមួយនេះវិញគឺជា spotlight នៅពេលដែលយើងបើកទៅគឺវាធ្វើការបាញ់ភ្លើង spotlight ចេញពីកាមេរ៉ាហើយបើកន្លែង event មួយនេះវិញគឺជាកន្លែងដែលកាមេរ៉ារបស់យើង record ទុក event ព្រឹត្តិការណ៍សំខាន់ៗដូចជានៅពេលដែលចាប់បានសកម្មភាពរបស់មនុស្សឬមួយក៏រថយន្តជាដើមចំពោះកន្លែង audio recording មួយនេះវិញគឺជាកន្លែងដែលកាមេរ៉ារបស់យើង record ទុកវីដេអូផ្សេងៗទាំងអស់ចំពោះកន្លែង playback វិញគឺជាកន្លែងមើលវីដេអូចាស់ៗថយក្រោយហើយយើងធ្វើការរើសពេលវេលានៅថ្ងៃខែបានដូចគ្នាអញ្ចឹងកន្លែងនេះយើងអាចធ្វើការខានដើម្បីធ្វើការមើលពេលវេលាចាស់ៗអញ្ចឹងយកទៅកាន់ setting មកកន្លែងដំបូងគេគឺជាកន្លែង bounding box នៅពេលដែលយើងបើកមុខងារមួយនេះទៅគឺកាមេរ៉ាធ្វើការដាក់ប្រអប់ទៅលើ object ដែលវាចាប់បានដើម្បីឲ្យយើងងាយស្រួលមើល
ហើយនៅកន្លែង detection setting មួយនេះវិញគឺវាមានមុខងារជាច្រើនដូចជាមុខងារ motion detection មួយនេះវិញនៅពេលដែលយើងបើកមុខងារមួយនេះទៅកាមេរ៉ាធ្វើការចាប់សកម្មភាពផ្សេងៗដែលវាចាប់បានរួចវាផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងហើយបើយើងបើកជាមួយនឹង smart tracking មួយទៀតវិញគឺកាមេរ៉ានឹងធ្វើការងាកទៅតាមសកម្មភាពមួយនោះហើយបើយើងបើកជាមួយនឹងមុខងារ activity zone មួយនេះវិញគឺវាអាចឲ្យយើងកំណត់ជាមួយនឹង zone សម្រាប់ធ្វើការចាប់សកម្មភាពហើយបើសិនជាមានសកម្មភាពអ្វីមួយឆ្លងកាត់ zone មួយហ្នឹងគឺវាផ្ញើសារមកកាន់យើងហើយកន្លែង detection sensitivity មួយនេះវិញបើយើងដាក់ level កាន់តែខ្ពស់មុខងារមួយហ្នឹងនឹង trigger កាន់តែខ្លាំងហើយយើងធ្វើការដាក់ schedule ជាមួយនឹងមុខងារមួយហ្នឹងបានដូចគ្នាដោយយើងអាចឲ្យវាបើកមុខងារហ្នឹងចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យឬមួយក៏រៀងរាល់ថ្ងៃក៏បានដែរមិនតែប៉ុណ្ណោះយើងអាចសេរីមកនៅក្នុងថ្ងៃនីមួយៗបានដូចគ្នាដែលវាមានចាប់ពីម៉ោងចាប់ផ្ដើមនិងម៉ោងបញ្ចប់នៅពេលដែលយើងរើសម៉ោងហើយយើងចុច save មកជាការស្រេចមុខងារបន្តគឺជាមុខងារ human detection ដែលមុខងារហ្នឹងនៅពេលដែលវាចាប់បានមនុស្សគឺវានឹងបាញ់ភ្លើង spotlight ជាមួយនឹងសំឡេងស្រែនរួចផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងហើយបើយើងបើកជាមួយនឹង smart tracking មួយទៀតនោះវិញគឺកាមេរ៉ានឹងធ្វើការងាកទៅតាមសកម្មភាពរបស់មនុស្សហើយកន្លែង detection sensitivity មួយនេះវិញបើយើងដាក់ level កាន់តែខ្ពស់មុខងារមួយហ្នឹងនឹង trigger កាន់តែខ្លាំងហើយយើងធ្វើការដាក់ schedule ជាមួយនឹងមុខងារមួយហ្នឹងបានដូចគ្នាមុខងារបន្តគឺជាមុខងារ vehicle detection ដែលមុខងារមួយហ្នឹងគឺជាមុខងារចាប់សកម្មភាពរថយន្តហើយនៅពេលដែលវាចាប់បានរថយន្តគឺវាធ្វើការបាញ់ភ្លើង spotlight និងសំឡេងស្រែនហើយយើងក៏អាចសេរីជាមួយនឹង sensitivity បានផងដែរហើយយើងធ្វើការដាក់ schedule ជាមួយនឹងមុខងារមួយហ្នឹងបានដូចគ្នាមុខងារបន្តក៏ជាមុខងារ intrusion detection human នៅពេលដែលយើងបើកមុខងារមួយហ្នឹងទៅគឺវានឹងឲ្យយើងកំណត់ជាមួយនឹង zone ហាមឃាត់មួយអញ្ចឹងឧទាហរណ៍យើងកំណត់ zone នៅមុខផ្ទះរបស់យើងហើយនៅពេលដែលមានមនុស្សណាម្នាក់ឆ្លងកាត់ជាមួយនឹង zone មួយហ្នឹងគឺកាមេរ៉ានឹងធ្វើការបាញ់ភ្លើង spotlight ជាមួយនឹងសំឡេង siren ហើយយើងធ្វើការដាក់ schedule ជាមួយនឹងមុខងារមួយហ្នឹងបានដូចគ្នាមុខងារបន្តក៏ជាមុខងារ intrusion detection vehicle ដែលមុខងារមួយហ្នឹងគឺដូចគ្នាជាមួយនឹងមុខងារមិញហ្នឹងអញ្ចឹងប៉ុន្តែគេវា detect ជាមួយនឹងរថយន្តវិញអញ្ចឹងនៅពេលដែលមានរថយន្តណាមួយចូលទៅក្នុង zone ហ្នឹងគឺកាមេរ៉ានឹងធ្វើការបាញ់ភ្លើង spotlight និងសំឡេង siren ហើយយើងធ្វើការដាក់ schedule ជាមួយនឹងមុខងារមួយហ្នឹងបានដូចគ្នាមុខងារបន្តក៏ជាមុខងារ crossing line detection human ដែលមុខងារមួយហ្នឹងនៅពេលដែលយើងបើកទៅគឺយើងត្រូវ set up ជាមួយនឹងគំនូសបន្ទាត់មួយអញ្ចឹងឧទាហរណ៍យើងដាក់គំនូសបន្ទាត់មួយហ្នឹងនៅទ្វាររបងរបស់យើងហើយបើសិនជាមានមនុស្សណាម្នាក់ឆ្លងកាត់ពី A ចូល B ឬមួយក៏មានមនុស្សចេញពី A ទៅ B វិញឬម្យ៉ាងទៀតបើសិនជាមានមនុស្សឆ្លងកាត់បន្ទាត់ចេញចូលទាំង A ទាំង B អញ្ចឹងនៅពេលដែលកាមេរ៉ាចាប់បានសកម្មភាពទាំងហ្នឹងគឺវាធ្វើការបាញ់ភ្លើង spotlight និងសំឡេង siren ហើយយើងធ្វើការដាក់ schedule ជាមួយនឹងមុខងារមួយហ្នឹងបានដូចគ្នាមុខងារបន្តគឺជាមុខងារ crossing line detection motor vehicle ដែលមុខងារមួយហ្នឹងក៏ដូចគ្នាជាមួយនឹងងារមិញហ្នឹងដែរដែលបន្ទាត់ហាមឃាត់របស់វាក៏ដូចគ្នាអញ្ចឹងប៉ុន្តែយើងប្រើជាមួយនឹងរថយន្តវិញអញ្ចឹងឧទាហរណ៍យើងដាក់គំនូសបន្ទាត់មួយហ្នឹងនៅទ្វាររបងរបស់យើងហើយបើសិនជាមានរថយន្តណាមួយឆ្លងកាត់បន្ទាត់ចេញពី A ចូលទៅក្នុង B ឬមួយក៏មានរថយន្តចេញពី A ទៅក្រៅ B វិញឬមួយម្យ៉ាងទៀតបើមានរថយន្តឆ្លងកាត់បន្ទាត់ទាំងសងខាងនោះកាមេរ៉ានឹងបាញ់ភ្លើង spotlight និងសំឡេង siren ហើយយើងធ្វើការដាក់ schedule ជាមួយនឹងមុខងារមួយហ្នឹងបានដូចគ្នាឯមុខងារចុងក្រោយគេនោះគឺជាមុខងារ absent ចំពោះមុខងារ absent detection មួយនឹងវិញគឺវានឹងធ្វើការចាប់ alert បើសិនជាគ្មានសកម្មភាពមនុស្សឆ្លងកាត់ហើយយើងធ្វើការ set up ជាមួយនឹង zone ដើម្បីធ្វើការ detect បានផងដែរអញ្ចឹងបើ zone មួយនឹងគ្មានមនុស្សឆ្លងកាត់ក្នុងរយៈពេលណាមួយគឺវានឹងធ្វើការផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងហើយយើងក៏អាចកំណត់ម៉ោងបានផងដែរដោយយើងអាចឲ្យវា alert ប្រាប់យើងចាប់ពីកន្លះម៉ោងម្ដងឡើងទៅដោយមុខងារមួយនឹងគឺស័ក្តិសមបើសិនជាផ្ទះរបស់យើងមានមនុស្សចាស់ជរាហើយយើងចង់តាមដានពីសកម្មភាពរបស់ពួកគាត់យកប្រើមុខងារមួយនេះបានហើយយើងធ្វើការ schedule ជាមួយនឹងមុខងារមួយនឹងបានដូចគ្នាចំពោះមុខងារមួយទៀតគឺជាមុខងារ auto cruise ដែលមុខងារមួយហ្នឹងដល់ពេលយើងបើកទៅគឺកាមេរ៉ានឹងធ្វើការយាមល្បាតផ្ទះរបស់យើងដោយកាមេរ៉ាមួយហ្នឹងនឹងធ្វើការបង្វិលម្ដងមួយប្លង់រហូតមកជុំផ្ទះរបស់យើងរៀងរាល់30នាទីម្ដងឬមួយក៏យកទៅឡើងនាទីបានផងដែរអញ្ចឹង function មួយហ្នឹងគឺវាមានមុខងារ auto យាមល្បាតផ្ទះរបស់យើងបានមកជុំផ្ទះហ្មងហើយយើងក៏អាចសេរីជួយ schedule និង period របស់វាបានផងដែរមុខងារបន្តគឺជាមុខងារ sound and light response អញ្ចឹងមុខងារទី1គឺជាមុខងារបាញ់ភ្លើង spotlight ដែលមុខងារហ្នឹងគឺវាធ្វើការបាញ់ភ្លើង spotlight នៅពេលដែលវាចាប់បានសកម្មភាពអ្វីមួយប៉ុន្តែបើសិនជាយើងបើករួមគ្នាជាមួយនឹង red blue light alert វិញគឺវានឹងបាញ់ភ្លើង spotlight ផងនិងភ្លើងខៀវក្រហមផងហើយបើយើងបើកជាមួយនឹង alarm sound មួយទៀតគឺវានឹងបញ្ចេញសំឡេង siren បន្ថែមហើយយើងក៏អាចធ្វើការ schedule alarm របស់យើងបានផងដែរដើម្បីការពារកុំឲ្យមានផលរំខានអញ្ចឹងយើងអាចធ្វើការកំណត់ថ្ងៃ alarm របស់យើងនិងម៉ោងចាប់ផ្ដើមហើយនិងម៉ោងបញ្ចប់ឧទាហរណ៍កំណត់ម៉ោង alarm របស់យើងចាប់ពីម៉ោង 8 យប់រហូតដល់ម៉ោងបញ្ចប់របស់វាគឺម៉ោង 6 ព្រឹករួចចុច save មកតែប៉ុណ្ណឹងយើង set schedule ហើយចំពោះមុខងារ local storage មួយនេះវិញគឺវាអាចឲ្យយើងធ្វើការកំណត់ storage mode របស់កាមេរ៉ាមួយនេះបានផងដែរ
បើយើងជ្រើសរើស event recording គឺកាមេរ៉ានឹងធ្វើការ record នៅពេលដែលកាមេរ៉ាចាប់បានព្រឹត្តិការណ៍សំខាន់ៗនោះទេប៉ុន្តែបើយើងជ្រើសរើស all day recording វិញគឺកាមេរ៉ានឹងធ្វើការ record ពេញមួយថ្ងៃហ្មងប៉ុន្តែមុខងារមួយហ្នឹងគឺ VC space memory ខ្លាំងដោយសារតែវាត្រូវការថតមួយថ្ងៃពេញហ្មងប៉ុន្តែបើយើងជ្រើសរើសយក AOR mode មួយនេះវិញគឺកាមេរ៉ានឹងធ្វើការសន្សំចៃ storage របស់យើងដោយវា record តែមួយ frame ក្នុងមួយ second តែប៉ុណ្ណោះប៉ុន្តែបើមានសកម្មភាពអ្វីឆ្លងកាត់គឺវានឹង record full frame វិញចំពោះ video ដែល record យើងអាចធ្វើការសេរី quality បានផងដែរបើយើងចង់បាន quality ច្បាស់យើងដាក់ high definition ប៉ុន្តែបើយើងចង់សន្សំចៃ storage យើងជ្រើសរើសយក standard definition ហើយមិនតែប៉ុណ្ណោះការ record យើងអាច set ជា schedule បានដូចគ្នាដែលយើងអាចធ្វើការឲ្យវា set schedule សម្រាប់ឲ្យកាមេរ៉ា record នៅថ្ងៃណាមួយដែលយើងចង់ធ្វើការ record ហើយចំពោះមុខងារ night vision វិញកាមេរ៉ាមួយនេះគឺវាបំពាក់មកជាមួយនឹងមុខងារថ្មីគឺ Aurora Full Color Night Vision ដោយមុខងារមួយនេះគឺវាជួយឲ្យយើងមើលជា color បានទោះបីជានៅកន្លែងល្ងឹតក៏ដោយអញ្ចឹងដូចនៅក្នុង footage នេះអញ្ចឹងគឺវាចាប់ពន្លឺបានភ្លឺមែនតើទោះបីជាកន្លែងហ្នឹងគ្មានពន្លឺក៏ដោយហើយ night vision ជំនាន់ចុងក្រោយរបស់គេហ្នឹងគឺត្រូវការជាមួយនឹងភ្លើង spotlight ដូចកាមេរ៉ាជំនាន់មុនទេចំពោះមុខងារ network មួយនេះវិញគឺជាកន្លែងសម្រាប់យើងដូរ network Wi-Fi អញ្ចឹងយើងអាចផ្លាស់ប្ដូរ Wi-Fi បានដោយប្រភេទ Wi-Fi យើងអាចប្រើបានទាំង 5G និង 2.4G បើយើងចង់ធ្វើការ reset ជាមួយនឹងកាមេរ៉ាឬមួយក៏វាជា offline បែបនេះយើងចូលទៅក្នុងកាមេរ៉ាហ្នឹងទៅរួចចុច setting រួចអូសទៅខាងក្រោមនិងចុច delete រួចចុច delete រួចចុច delete ម្ដងទៀតរួចបង្វិល lens កាមេរ៉ាចុះក្រោមនិងចង្កត់ប៊ូតុង reset ឲ្យជាប់រហូតឮសំឡេងពីចាំដកដៃហើយរងចាំវារហូតចេញពណ៌បេតុងគឺវា reset ហើយអញ្ចឹងយើងអាច set ឲ្យម្ដងទៀតបាននៅក្នុង app iMove Digi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ